បាទជំរាបសួរខ្ញុំបាទឈ្មោះបៀតរក្សាជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តកោះចេះនេះហើយខ្ញុំបាទបានសូមគ្រប់គ្រងនៅក្នុងនឹងព័ត៌មានពិតដែលផ្សាយចេញពីក្រសួងព័ត៌មានឬក៏เพจផ្លូវការរបស់សម្ដេចเพจធំដែលគេផ្សាយមកអានឹងយើងអាចទទួលយកបានតែបើเพจតូចឬក៏តកតងពួក MO ដែលវាចង់បាន like បាន view វាចេះតែ post យើងមិនដឹងថាព័ត៌មាននឹងជាព័ត៌មានពិតឬមិនពិតវាធ្វើឲ្យជាគេហៅថាធ្វើឲ្យប៉ះពាល់ដល់សង្គមយើងបំពល់សង្គមយើងធ្វើឲ្យមានអសន្តិសុខពាក់ព័ន្ធមួយថាព័ត៌មានមួយដែលផ្សាយហើយវាធ្វើជាធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរឬក៏ធ្វើឲ្យមានករណីគេហៅថាអសន្តិសុខរបស់សង្គមអានឹងវាធ្វើប៉ះពាល់ខ្លាំងអញ្ចឹងខ្ញុំក៏គ្រប់គ្រងតទៅនឹងព័ត៌មានពិតដែលក្រសួងបានរៀបចំឲ្យមានការផ្សព្វផ្សាយតទៅព័ត៌មានពិតទៅលើเพจណាមួយដែលប្រជាពលរដ្ឋដែលចង់ដឹងព័ត៌មានច្បាស់យើងអាចសិក្សាទៅលើក្រសួងព័ត៌មានเพจរបស់ក្រសួងព័ត៌មានឬក៏ក្រសួងរបស់เพจរបស់សម្ដេចឬក៏เพจណាមួយដែលសម្ដេចណែនាំឲ្យយើងចូលទៅមើលហើយមួយទៀតខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះចេះនេះកុំជឿជាក់លើព័ត៌មានคล้ายៗហើយនឹងเพจមួយចំនួនដែលជាเพจដែលយើងមិនស្គាល់ច្បាស់យើងចេះតែshareចេះតែ like ធ្វើឲ្យប៉ះពាល់ទៅដល់ព័ត៌មានពិតសូមនិយាយថាទេចំពោះព័ត៌មានคล้ายៗ